ខ្ញុំពិតជាមានអំណរក្នុងការដែលចែកចាយនៅព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះជាមួយគ្នា Recently, we've been studying the book of Philippians when I had preached here. ជាការពិតកន្លងមកនៅពេលដែលខ្ញុំអធិប្បាយព្រះបន្ទូលព្រះអង្គគឺតែអធិប្បាយចេញពីព្រះគម្ពីរហ្វីលីប But today I want to look at a different passage from Acts chapter 17. ក៏ប៉ុន្តែថ្ងៃនេះយើងនឹងមើលព្រះបន្ទូលព្រះអង្គផ្សេងនៅក្នុងព្រះគម្ពីរកិច្ចការចំពោះទី17 So if you have your Bibles, open them with me to Acts 17 verses 10 to 12. បងប្អូនដែលមានព្រះគម្ពីរសូមបណ្ដោយជាមួយគ្នានៅព្រះគម្ពីរកិច្ចការចំពោះ17ខ10ដល់ខ12 And this is a great passage because it teaches us about how to receive the Word of God. បងប្អូននេះគឺជាព្រះបន្ទូលដ៏អស្ចារ្យមែនទែនដោយព្រោះអីព្រះបន្ទូលនេះបានបង្រៀនដល់យើងរាល់គ្នាអំពីរបៀបដែលយើងទទួលយកនៅព្រះបន្ទូលរបស់ព្រះ And the attitude we should have towards the Word of God. ហើយនឹងឥរិយាបថដែលយើងគួរតែមាននៅពេលដែលយើងទទួលនៅព្រះបន្ទូលរបស់ព្រះអង្គនោះឯង Okay, so Acts 17 verses 10 to 12. កិច្ចការចំពោះទី17ខ10ដល់ខ12 Let me remind you, this isn't my word, this is the word of God. បងប្អូនសូមរំលឹកបងប្អូនថានេះមិនមែនជាពាក្យរបស់ខ្ញុំទេប៉ុន្តែគឺជាព្រះបន្ទូលរបស់ព្រះ Acts chapter 17 verses 10 to 12. កិច្ចការចំពោះ17ខ10ដល់ខ12 The brothers immediately sent Paul and Silas away by night to Berea, and when they arrived, they went into the Jewish synagogue. Now these Jews were more noble than those in Thessalonica. They received the word with all eagerness, examining the scriptures daily to see if these things were so. Many of them therefore believed, with not a few Greek women of high standing as well as men. ពួកជំនុំក៏ឲ្យប៉ុលនិងស៊ីឡាចេញទៅឯក្រុងបេរ៉ាទាំងយប់លៀមការទៅដល់នោះគេចូលទៅក្នុងសាលាប្រជុំរបស់សាយូដារីឯអ្នកពួកអ្នកនៅស្រុកនោះមានចិត្តល្អជាងពួកអ្នកនៅកេសាឡូនីកគេប្រុងប្រៀបសពគ្រប់នឹងទទួលព្រះបន្ទូលក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃឲ្យដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវដូច្នេះពួកគេនិងពួកស្រីសាក្រិចជាអ្នកមុខអ្នកការជាច្រើនបានជឿក៏មានប្រប្រុសក្រៅដែរ Let's pray. យើងថាជាមួយគ្នា Heavenly Father, you are the God of light. តែបើដែរអើយព្រះអង្គទ្រង់គឺជាព្រះនៃសេចក្តីជាព្រះនៃពន្លឺ We know that your word is a lamp to our feet and a light to our path. ព្រោះខ្ញុំដឹងថាព្រះបន្ទូលរបស់ព្រះអង្គគឺជាចង្កៀងមកភ្លឺជើងទូបង្គំហើយជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូបង្គំផង And this morning we pray the light of your word would shine upon our hearts and minds. នៅពេលនេះយើងខ្ញុំអធិដ្ឋានសូមឲ្យព្រះបន្ទូលរបស់ព្រះអង្គបានបំភ្លឺមកចិត្តនិងកំណត់របស់ទូបង្គំយើងខ្ញុំ Please speak to us through your word. សូមមានបន្ទូលមកកាន់ទូបង្គំយើងខ្ញុំតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ And help us to understand and apply this to our lives. ហើយសូមជួយខ្ញុំបានយល់ដើម្បីខ្ញុំអាចអនុវត្តឲ្យប្រើប្រាស់ក្នុងជីវិតរបស់យើងខ្ញុំផង We pray in Jesus' យើង name. ខ្ញុំបានថាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Well, in the 16th century, there was a man in England named William Tyndale. នៅសតវត្សទី16មានបរិសុទ្ធម្នាក់គាត់ជាជនជាតិអង់គ្លេសគាត់ឈ្មោះថា William Tyndale. Okay, can everyone say that name? William Tyndale. អូខេតើឥឡូវសូមអរគុណនិយាយថា William Tyndale. Okay, William Tyndale, he had one major goal during his life. នៅក្នុងជីវិតរបស់លោក William Tyndale គាត់មានគោលបំណងដ៏ធំមួយនៅក្នុងជីវិតរបស់លោក He loved the Bible and he wanted to translate the Bible into English. គាត់ស្រឡាញ់ព្រះបន្ទូលហើយគាត់ចង់បកប្រែព្រះបន្ទូលរបស់ព្រះអង្គពីគម្ពីរនោះឯងទៅជាភាសាអង់គ្លេស Okay, during this era, the Catholic Church only allowed Latin translations of the Bible. នៅក្នុងសម័យកាលនោះឯងគឺកាតូលិកអនុញ្ញាតឲ្យមានតែប្រើភាសាឡាតាំងទេនៅក្នុងពួកជំនុំ But the problem was most people could not read or understand Latin. ក៏ប៉ុន្តែបញ្ហានោះគឺថាមនុស្សជាច្រើនគឺអត់យល់អំពី
ព្រះបន្ទូលដែលជាភាសាឡាតាំងគេ So most people were not able to read or study the Bible by themselves. ហើយមនុស្សជាច្រើនដែលគេអត់យល់ហើយគេមិនអាចអានព្រះបន្ទូលរបស់ព្រះដោយខ្លួនឯងបានទេ And William Tyndale didn't like that. ហើយលោក William Tyndale ក៏អត់ចង់មើលឃើញអញ្ចឹងទេអត់ចង់បានអ្វីដែលពួកគេមិនអាចអានមិនបានរៀនខ្លួនឯងបានទេអត់ចង់អញ្ចឹងទេ He wanted everybody to be able to read and study the Bible in their own language. លោកចង់ឲ្យទាំងអស់គ្នាអាចអានអាចរៀនព្រះបន្ទូលរបស់ព្រះដោយខ្លួនឯងបាន And so he spent his life translating the Bible into English. គាត់បានចំណាយពេលផ្ទាល់ខ្លួនរបស់លោកដើម្បីនឹងបកប្រែព្រះគម្ពីរទៅជាភាសាអង់គ្លេស So that everybody could read it. ដែលអាចឲ្យគ្រប់គ្នាគេអាចយល់បានទៅឯង Now, unfortunately, the Catholic Church did not like what Tyndale was doing. ក៏ប៉ុន្តែជាអកុសលដែលកាតូលិកពួកជំនុំកាតូលិកគេមិនចូលចិត្តនៅអ្វីដែលលោក Tyndale បានធ្វើទេ And so eventually they arrested Tyndale ហើយគេក៏បានចាប់លោក Tyndale and they condemned him to death. ហើយគេក៏បានកាត់ទោសលោកប្រហារជីវិត And in 1536, ហើយនៅក្នុងឆ្នាំ1536 Tyndale, he was strangled and then he was burned at the stake. ហើយលោក Tyndale ត្រូវបានគេច្របាច់កហើយត្រូវបានគេដុតគាត់នៅក្នុងបង្គោល It's a sad story, បងប្អូននេះគឺជារឿងដ៏គួរឲ្យសោកសង្រេងមែនទែន but it's also a story that reminds us how valuable the Bible is. ក៏តែជារឿងដែលរំលឹកយើងអំពីតម្លៃនៃព្រះបន្ទូលរបស់ព្រះអង្គតើមានតម្លៃយ៉ាងណាទៅ He risked his own life in order to translate the Bible. យើងឃើញថាគាត់ប្រឈមទៅនឹងហានិភ័យក្នុងពេលដែលគាត់បកប្រែព្រះបន្ទូលរបស់ព្រះអង្គទៅជាភាសាអង់គ្លេស Why? ហេតុអី Because he knew how important the Bible was for Christians. គាត់ហ៊ានប្រឈមមុខចំពោះហានិភ័យក្នុងការដែលគាត់អានឬក៏គាត់បកប្រែព្រះគម្ពីរទៅជាភាសាអង់គ្លេសនៅក្នុងជីវិតរបស់គាត់ដឹងច្បាស់ថាព្រះបន្ទូលព្រះអង្គសំខាន់មែនទែននៅក្នុងជីវិតគ្រីស្ទបរិស័ទ Right? He knew the Bible was God's word. ហើយគាត់ដឹងថាព្រះបន្ទូលរបស់ព្រះអង្គគឺព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ And he knew that Christians needed God's word in order to grow in their faith. ហើយគាត់ដឹងថាគ្រីស្ទបរិស័ទគឺត្រូវការព្រះបន្ទូលរបស់ព្រះអង្គដើម្បីអានហើយនឹងរីកចម្រើនក្នុងជីវិតប្រចាំថ្ងៃ And one great example of that is in our passage today in Acts 17. ហើយបងប្អូនយើងឃើញអំពីគំរូដ៏ល្អមួយនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គគឺនៅក្នុងព្រះគម្ពីរកិច្ចការចំពោះ17នេះឯង Here in Acts 17, we learn about this group of people called the Bereans who love God's word. យើងអានហើយយើងឃើញថាមានក្រុមមួយដែលឈ្មោះថាពួកជំនុំបេរ៉ានោះឯងពួកគេបានប្រជុំគ្នាហើយពួកគេបានអានហើយពួកគេបានស្រឡាញ់ព្រះបន្ទូលរបស់ព្រះអង្គមែនទែន Right? And they were students of God's word. ហើយពួកគេបានសិក្សាហើយរៀនសូត្រអំពីព្រះបន្ទូលរបស់ព្រះអង្គ They faithfully studied and examined God's word regularly. យើងឃើញថាគេបានរៀនគេបានអានគេពិចារណាសញ្ជឹងគិតព្រះបន្ទូលព្រះអង្គជារៀងរាល់ថ្ងៃ And their example is a pattern for all of us to follow. ហើយបងប្អូននេះគឺមិនមែនគ្រាន់តែជាឧទាហរណ៍ប៉ុន្តែគឺជាអ្វីដែលជាលំអានសម្រាប់យើងដែលយើងអាចនឹងធ្វើតាមលំអាននេះបានដែរ Through this passage, God is calling you to faithfully receive the word of God. បងប្អូនតាមយ៉ាងតាមទូរបស់នេះឯងគឺព្រះអង្គទ្រង់បានហៅយើងរាល់គ្នាឲ្យយើងជាអ្នកទទួលព្រះបន្ទូលរបស់ព្រះអង្គដែរ In order to grow as a Christian. ដើម្បីឲ្យយើងរាល់គ្នារីកចម្រើននិងលៀបយើងជាទីបរិស័ទ Okay, and today we're going to think about 3 different ways to receive God's word. ថ្ងៃនេះយើងមានរបៀប3យ៉ាងដែលយើងទទួលនៅព្រះបន្ទូលរបស់ព្រះ Based on the example of the Bereans in Acts 17. ដែលយើងផ្អែកទៅលើសេចក្តីបង្រៀនដែលមើលនៅក្នុងព្រះគម្ពីរកិច្ចការ17នេះឯង So let's look at these 3 ways. អូខេឥឡូវយើងនឹងមើល3ចំណុចនឹងជាមួយគ្នា Number 1 is this: receive God's word with readiness. ចំណុចទី1គឺការទទួលព្រះបន្ទូលព្រះអង្គដោយចិត្តប្រុងប្រៀប Okay, look at verses 10 and 11. យើងមើលខ10ដល់ខ11 Okay, in verse 10 we learn that Paul and Silas, they arrived in a place called Berea. ខ10ពួកជំនុំក៏ឲ្យប៉ុលនិងស៊ីឡាចេញទៅឯទីក្រុងបេរ៉ាទាំងយប់ And when they went there, they went into the Jewish synagogue.
នៅពេលលោកចូលនៅក្នុងសាលាប្រជុំរបស់ពួកសាយូដា And this was the normal pattern for the Apostle Paul during his missionary journey. បងប្អូននេះគឺជាគំរូដែលលោកពលគាត់តែតែធ្វើនៅក្នុងដំណើរបេសកកម្មរបស់លោក So when Paul went to a new city, he would start by going into the synagogue. នេះគឺថានៅពេលដែលលោកពលគាត់ទៅក្រុងថ្មីណាក៏ដោយនៅពេលគាត់ទៅគឺគាត់ត្រូវចូលទៅឯសាលាប្រជុំមុនគេ The synagogue was the place where Jews would gather for worship. សាលាប្រជុំគឺជាកន្លែងសម្រាប់ពួកយូដាគេជួបជុំគ្នាប្រជុំគ្នាដើម្បីថ្វាយបង្គំព្រះ Okay? And it is where they studied the scriptures. ជាកន្លែងដែលពួកគេអាចនឹងរៀនព្រះទស្សនរបស់ព្រះនោះឯង And so Paul would go into these synagogues and he would tell the people about Jesus. យើងឃើញថាលោកពលគាត់បានទៅសាលាប្រជុំហើយលោកពលបានប្រាប់គេអំពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ We see this many times in the book of Acts. ហើយយើងបានឃើញច្រើនដងមែនទែននៅក្នុងព្រះគម្ពីរកិច្ចការទាំងនោះ Acts 13 and then Acts 14 and then Acts 17. យើងឃើញនៅក្នុងគម្ពីរកិច្ចការ13គម្ពីរកិច្ចការ14 15 Okay, and so as Paul travels from place to place, ទៅពេលលោកពលក៏បានធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងនោះ he goes into these different synagogues in order to share the word of God. គឺលោកត្រូវលោកតែទៅសាលាប្រជុំផ្សេងពីគ្នាដើម្បីនឹងប្រកាសអំពីដំណឹងល្អរបស់ព្រះ But we know that some of the Jews in the synagogues didn't like the Apostle Paul or his message. តែបងប្អូនអើយមានពួកយូដាមួយចំនួនគេអត់ចូលចិត្តនៅសារនៅព្រះបន្ទូលដែលលោកពលបានបង្រៀនដល់ពួកគេទេ In fact, in Acts 17 verse 5, យើងមើលនៅជាការពិតនៅក្នុងជំពូក17ខ5 when Paul was in Thessalonica, some of the Jews became very jealous. ហើយនៅពេលដែលនៅពេលលោកពលគាត់ធ្វើអញ្ចឹងគឺមានពួកយូដាមួយចំនួនគេចំណែនមែនទេ And they formed a mob and they started a riot in the city. ហើយនៅពេលពួកគេចំណែនអញ្ចឹងហើយពួកគេនាំគ្នាបង្កើតក្រុមបកពួកមួយហើយនាំគ្នាបះបោរក្នុងក្រុងមួយ And so this is one of the reasons why Paul had to leave the city of Thessalonica. ហើយជាហេតុផលដែលលោកពលគាត់បានចាក់ចេញពីទីក្រុងថេសាឡូនីកដោយសារហេតុផលហ្នឹងឯង Okay, because many of the Jews were angry with him. ដែលព្រោះតែមានយូដាជាច្រើនពួកយូដាជាច្រើនដែលបានខឹងសម្បាជាមួយលោក And so Paul and Silas, they traveled to a new city called Berea. បានជាលោកពលនិងស៊ីឡាក៏បានទៅដំណើរទៅកន្លែងមួយទៀតនោះឯងថ្មីគឺឈ្មោះថាបេរ៉ានោះឯង And they went into the local synagogue and they began sharing God's word again. ហើយលោកបានចូលទៅសាលាប្រជុំម្ដងទៀតហើយលោកបានចែកចាយឬក៏ផ្សាយព្រះបន្ទូលរបស់ព្រះម្ដងទៀតនោះ And in verse 11, we learn the Jews in Berea were very different from the Jews in Thessalonica. ហើយយើងឃើញថានៅក្នុងខ11នោះបានប្រាប់ថាគឺពួកបេរ៉ានោះឯងគេមានចិត្តល្អជាងពួកដែលនៅទីក្រុងថេសាឡូនីក Right? Verse 11 says they were more fair-minded than those in Thessalonica. ក្នុងខ11ថាម៉េចពួកគេមានចិត្តល្អជាងពួកនៅថេសាឡូនីកនោះឯង Their minds were more open to hear what Paul and Silas គឺចិត្តរបស់ពួកគេដែលនៅបេរ៉ានោះឯងគេបានដើម្បីទទួលនៅព្រះបន្ទូលពីលោកពលហើយនិងពីស៊ីឡាផង And look at verse 11. It says they received the word with all readiness. យើងឃើញនៅក្នុងខ11ប្រាប់ថាខ្ញុំនឹងអានខ11ប្រាប់ថាម៉េចរីឯពួកអ្នកសំណុំមានចិត្តល្អជាងអ្នកនៅថេសាឡូនីកគេប្រុងប្រៀបសពគ្រប់នៅទទួលព្រះបន្ទូល Okay? So in other words, they prepared themselves to hear the word of God. គឺយើងឃើញថាពាក្យមួយដែលយើងមើលឃើញថាពួកគេបានត្រៀមបានប្រុងប្រៀបជាស្រេចក្នុងការទទួលព្រះបន្ទូលរបស់ព្រះ Right? They were eager, they were excited to hear what the Apostle Paul was preaching about. ពួកគេសប្បាយចិត្តពួកគេរីករាយពួកគេត្រៀមក្នុងការស្ដាប់ព្រះបន្ទូលរបស់លោកសាវកពលដែលពេលលោកពលបានអធិប្បាយនោះឯង Right? They weren't sleeping when the Apostle Paul was preaching. ពួកគេអាចបានដេកលក់ទេដល់ពេលដែលលោកពលអធិប្បាយព្រះបន្ទូល Right? They weren't scrolling on Facebook or playing on their phones when the Apostle Paul was preaching. ដល់ពេលដែលលោកពលអធិប្បាយគេអាចបានអូសទូរស័ព្ទមើល Facebook អីដូចពួកយើងធ្វើទេ Right? They weren't daydreaming about what am I going to eat for lunch. ហើយពួកគេអត់មានអង្គុយសប្បាយហ្នឹងតែខ្ញុំបានអីញ៉ាំទេដល់ពេលដែលយើងស្វែងរកចាំអត់អញ្ចឹងទេ No, they were listening carefully to the Apostle Paul. អត់ទេគឺពួកគេបានស្ដាប់ព្រះបន្ទូលរបស់ព្រះដោយយកចិត្តទុកដាក់មែនទែន And they wanted to hear more.
ហើយពួកគេចង់ស្ដាប់ហើយស្ដាប់ទៀតឮហើយឮទៀតអំពីព្រះបន្ទូលរបស់ព្រះ They wanted him to keep preaching longer and longer, more and more. ហើយពួកគេចង់ឲ្យលោកពលអធិប្បាយព្រះបន្ទូលព្រះអង្គឲ្យបានវែងហើយវែងទៀតវែងហើយទៀតមិនមែនដូចពួកយើងទេ Right? Because they wanted to receive God's ពី word. ព្រោះពួកគេចង់ទទួលព្រះបន្ទូលរបស់ព្រះ And brothers and sisters, this is an example for us to បងប្អូន follow. ហើយនេះគឺជាគំរូសម្រាប់យើងរាល់គ្នាដែលអង្គុយនៅទីនេះ This passage is reminding us to prepare ourselves to hear the word of God. ព្រះបន្ទូលនេះបានរំលឹកយើងឲ្យយើងបានត្រៀមចិត្តត្រៀមកាយក្នុងការដែលស្ដាប់ឮព្រះបន្ទូលរបស់ព្រះ How do you prepare yourself to hear God's word? តើយើងអាចនឹងត្រៀមចិត្តរបស់យើងដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គដោយរបៀបណា Okay? The first thing to do is pray. ទីមួយនោះគឺការអធិដ្ឋាន Okay, ask God for help. គឺអធិដ្ឋានសូមឲ្យព្រះអង្គជួយយើងរាល់គ្នា Okay, so before you walk into those doors to come to church, មុនពេលដែលយើងបានដើរចូលពីទ្វារមកក្នុងព្រះវិហារនេះព្រះ pray that God would give you an open heart and mind សូមអធិដ្ឋានឲ្យព្រះអង្គបានបើកចិត្តបើកគំនិតរបស់យើងដើម្បីទទួលព្រះបន្ទូលរបស់ព្រះ so that you would understand God's word clearly. នោះយើងនឹងអាចយល់ព្រះបន្ទូលរបស់ព្រះអង្គដោយស៊ីជម្រៅឲ្យច្បាស់លាស់មែនទែន And then second, prepare by participating in the other parts of worship. ហើយមួយទៀតនោះឯងគឺជាការរួមចំណែកចូលរួមគ្រប់ទាំងផ្នែកនីមួយៗនៅក្នុងកម្មវិធីថ្វាយបង្គំរបស់ព្រះអង្គ So when the praise band is leading songs, sing with them and join with them. ដល់ពេលដែលក្រុមចម្រៀងសរសើរដំណើរព្រះអង្គគេនាំមុខសរសើរដំណើរព្រះអង្គបងប្អូនត្រូវតែចូលរួមសរសើរដំណើរព្រះអង្គជាមួយគ្នា Okay, don't just watch them sing to God from your own mouth and heart. សូមបងប្អូនគុំគ្រាន់តែមើលពួកគាត់មិនមែនសម្ដែងឲ្យយើងទេតែបងប្អូនទាំងអស់គ្នានោះឯងជាអ្នកនាំអ្នកចូលរួមជ្រាបជាមួយគ្នាដែរ Because this will help to prepare your heart and mind for the sermon. ព្រោះឯនេះឯងគឺជាការជួយយើងឲ្យយើងបានត្រៀមចិត្តដើម្បីនឹងចូលទៅក្នុងការស្ដាប់ព្រះបន្ទូលរបស់ព្រះ Okay? And then third, put away all the distractions. ហើយទី3គឺជាការឲ្យបងប្អូនត្រូវតែដកឲ្យចេញទៅអ្វីដែលរំខានយើងនោះចេញ Okay? When the pastor is preaching, you shouldn't be playing on your phone. បងប្អូនហើយសូមចាំតាមដល់ពេលដែលគ្រូអធិប្បាយបងប្អូនមិនគួរណាបើកទូរស័ព្ទមើលទេ Okay? If you're reading the Bible on your phone, that's okay. បើបងប្អូនបើកឲ្យមើលមើលកពីអត់បញ្ហាទេតែឥឡូវមានតែខ្លាចបងបើកមើលហើយ Okay? But you shouldn't be on Facebook or on the internet. ប៉ុន្តែអត់គួរណាទៅមើលអីផ្សេងដូចជាអ៊ីនធឺណិតឬក៏មើល Facebook ទេមិនគួរទេ Okay? When the pastor is preaching. ដល់ពេលដែលគ្រូអធិប្បាយទៅគឺមក Okay? Turn your phone off if you can and focus on what the Word of God says. ហើយគួរតែបិទទូរស័ព្ទចោលហ្មងដល់ពេលដែលគ្រូអធិប្បាយទៅគឺមកព្រះ Okay? So these are some ways we can prepare to hear God's Word. នេះឯងគឺជារបៀបដែលយើងអាចនឹងត្រៀមចិត្តហើយនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះ Okay. Now, the second way to receive God's Word. ចំណុចទី2ដែលយើងទទួលព្រះបន្ទូលរបស់ព្រះអង្គគឺ Second is receive God's Word with examination. ទី2គឺការទទួលព្រះបន្ទូលព្រះអង្គដោយការពិចារណាមើល Okay? Look at verse 11 with me again. អូខេនឹងមើលខ11ម្ដងទៀត Okay, so not only did the Bereans receive God's Word with readiness, they also received God's Word with examination. ក្នុងខ11រីឯពួកអ្នកសំណុំមានចិត្តល្អជាងពួកអ្នកនៅខេសាឡូនីកគេប្រុងប្រៀបសពគ្រប់នឹងទទួលព្រះបន្ទូលក៏ពិចារណាមើលក៏ពីរាល់ថ្ងៃឲ្យដឹងជាសេចក្តីនោះត្រូវឬមិនត្រូវ Okay, so verse 11, right? They searched the scriptures. យើងឃើញថានៅក្នុងខ12និងខ11ប្រាប់ថាម៉េចពួកគេបានមើលនៅព្រះបន្ទូលរបស់ព្រះ In order to know whether Paul was speaking the truth. ដើម្បីដឹងថាតើលោកប៉ូលនិយាយនឹងជាសេចក្តីពិតឬក៏អត់ Okay, so they didn't automatically believe everything the Apostle Paul said. គេអត់ជឿ 100% ថាលោកប៉ូលនិយាយមកវាត្រូវទាំងអស់ទេគេមិនជឿអញ្ចឹងទេ They didn't say, oh, the Apostle Paul, you're always right 100% of the time. គេថានិយាយថាអូលោកប៉ូលយើងដឹងថាលោកប៉ូលឯងនិយាយមកគឺត្រូវ 100% ហ្មងរាល់ពេលនិយាយមកគឺត្រូវហ្មងមិនបាច់មើលទេមិនអញ្ចឹងទេ Okay, so we will believe whatever you teach us. ហើយយើងមិនខ្វល់តែឯងរៀនយើងពីឯងមិនខ្វល់ទេ No. អត់ទេ Okay? They knew Paul was not God. ពួកគេដឹងថាលោកប៉ូលមិនមែនជាព្រះទេ They knew that Paul was a sinner. លោកគេដឹងថាលោកប៉ូលក៏ជាមនុស្សមានបាបដែរ It was possible for Paul to make mistakes and to say things that were not true. ហើយលោកប៉ូលក៏អាចនឹងធ្វើកំហុសហើយអាចនឹងបរៀនអ្វីដែលមិនមែនជាសេចក្តីពិតទៅកាន់ពួកគេដែរ And so what did they do? តើពួកគេធ្វើអី
they compared the words of the Apostle Paul to the scriptures. គឺគេបានប្រៀបធៀបអំពីសេចក្តីបង្រៀនរបស់លោកប៉ូលទៅនឹងព្រះបន្ទូលរបស់ព្រះ Right? Is Paul's teaching in accordance with the scriptures? តើលោកប៉ូលបានបង្រៀននឹងយោងឬក៏ត្រូវទៅនឹងព្រះបន្ទូលរបស់ព្រះអង្គអត់ Is the Apostle Paul teaching us the truth, or is he teaching false doctrine? តើលោកប៉ូលបង្រៀនជាសេចក្តីបង្រៀនឬក៏គោលលទ្ធិត្រឹមត្រូវឬក៏មិនមែនជាគោលលទ្ធិត្រឹមត្រូវទេ Okay, now remember, during this time, they didn't have the New Testament. បងប្អូនសូមចាំថានៅពេលនេះនៅពេលក្នុងគម្ពីរនេះឯងពេលនេះអត់ទាន់មានព្រះគម្ពីរសញ្ញាថ្មីទេ Okay, so the Jews in Berea, they didn't have copies of the New Testament like we do today. ហើយពួកយូដានិងពួកបេរានៅពេលនោះឯងអត់មានគម្ពីរសញ្ញាថ្មីដូចយើងមានដូចបច្ចុប្បន្នទេមានសញ្ញាចាស់ But they did have the Old Testament, right? ពួកគេមានសញ្ញាព្រះគម្ពីរសញ្ញាចាស់ Right? They had Genesis and Exodus and Isaiah. អូខេគេមានជាគម្ពីរលោកុបានមានគម្ពីរនៃខបាណាំងគម្ពីរអេសាយ Okay, the Psalms and the Proverbs and so on. គេមានសុភាសិតមានទរងការផង And so as Paul was teaching them in the synagogue, បានជានៅពេលលោកប៉ូលបានបង្រៀនពួកគេនៅឯសាលាប្រជុំ they were examining the Old Testament to make sure that Paul was teaching the truth. គឺគេបានពិចារណាមើលអត្ថបទនៅក្នុងសញ្ញាចាស់ថាតើលោកប៉ូលបានបង្រៀនគេនោះសេចក្តីពិតអត់ Okay? Is Paul telling us the truth about Jesus? តើលោកប៉ូលបានបង្រៀនគេអំពីសេចក្តីពិតនៃព្រះយេស៊ូវអត់ Let's look at what the Old Testament ឥ says. ឡូវមើលទៅសញ្ញាចាស់សិន And if Paul's teaching is in agreement with the Old Testament, then we will accept it. តើលោកប៉ូលបានបង្រៀនអំពីសេចក្តីត្រឹមត្រូវនៅក្នុងសញ្ញាចាស់ដែលយើងអាចទទួលបានឬក៏អត់ Okay? But if Paul's teaching is not in agreement with the Old Testament, then we will reject it. ហើយបើសិនបើលោកប៉ូលបង្រៀននឹងឯងមិនត្រឹមត្រូវទៅក្នុងគម្ពីរសញ្ញាចាស់ទេពួកគេអត់ទទួលយកទេពួកគេបដិសេធតែម្ដង And so they valued God's word deeply. បាទជាបងប្អូនអើយគេឲ្យតម្លៃព្រះបន្ទូលព្រះអង្គយ៉ាងស៊ីជម្រៅមែនទែន Okay? They compared everything they heard with the word of God. គឺគេប្រៀបធៀបនៅអ្វីដែលគេបានឮទៅនឹងព្រះបន្ទូលរបស់ព្រះអង្គ And this is another example for you and I to follow today. បាទជាបងប្អូននេះគឺជាគំរូដែលបងប្អូននិងខ្ញុំគួរតែត្រូវតែអនុវត្តឲ្យធ្វើតាមលំអានហ្នឹងឯង Whenever you hear somebody teaching or preaching the word of God, នៅពេលដែលបងប្អូនបានស្ដាប់ឮនរណាម្នាក់ដែលគាត់អធិប្បាយអំពីព្រះបន្ទូលរបស់ព្រះ you need to listen carefully and examine what they are saying. បងប្អូនត្រូវតែស្ដាប់ដោយប្រុងប្រយ័ត្នហើយពិចារណាមើលថាតើវាត្រូវឬក៏អត់ You need to compare the words of the preacher with the word of God. បងប្អូនត្រូវតែប្រៀបធៀបអ្នកអធិប្បាយព្រះបន្ទូលព្រះអង្គទៅនឹងព្រះគម្ពីរដែលបានចែក Right? Is this preacher telling me the truth or not? តើអ្នកអធិប្បាយនោះឯងក៏បានអធិប្បាយសេចក្តីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ Okay, does his teaching and doctrine agree with the word of God? តើគេបានបង្រៀនព្រះបន្ទូលព្រះអង្គដែលជាគោលលទ្ធិដែលស្របទៅនឹងព្រះបន្ទូលរបស់ព្រះអង្គអត់ Right? As I am preaching right now, ដូចជាខ្ញុំអធិប្បាយពេលនេះដែរ you should be listening carefully to what I am saying. បងប្អូនត្រូវតែស្ដាប់ដោយប្រុងប្រយ័ត្ននៅពាក្យពេចន៍ដែលខ្ញុំបាននិយាយជាមួយ Am I telling you the truth or តើ not? ខ្ញុំបានប្រាប់បងប្អូននិយាយបងប្រាប់បងប្អូនអំពីស្ដីពិតដែរឬទេ Do my words agree with what the Bible teaches? តើពាក្យពេចន៍របស់ខ្ញុំនឹងវាត្រូវទៅនឹងព្រះបន្ទូលរបស់ព្រះអង្គដែរឬទេ Right? When Pastor Vanda or Pastor Edmar is preaching, ទោះបីជាលោកគ្រូវណ្ណាទោះបីជាលោកគ្រូអេនម៉ាគាត់អធិប្បាយផង you need to examine what they are saying also. គឺបងប្អូនត្រូវតែសញ្ជឹងគិតនៅពាក្យពេចន៍ដែលពួកគាត់និយាយដែរ And if you ever go to a different church or listen to a different preacher, ឬក៏បងប្អូនទៅវិហារផ្សេងបងប្អូនស្ដាប់អ្នកអធិប្បាយផ្សេងទៀត okay, you should do the same thing. Examine what they are saying. បងប្អូនត្រូវធ្វើដូចគ្នាបងប្អូនត្រូវតែពិចារណាមើលនៅពាក្យពេចន៍ដែលគេបាននិយាយដែរ Because I want to remind you of something important. បងប្អូនខ្ញុំចង់រំលឹកថាមានរឿងរ៉ាវដ៏សំខាន់ There are many false teachers in the world today. ពីព្រោះឯនៅលើលោកនេះគឺមានអ្នកបង្រៀនខុសឆ្គងច្រើនមែនទែន There are false teachers here in Cambodia that do not preach the true gospel. ហើយមានគ្រូបង្រៀនខុសឆ្គងជាច្រើនដែលបង្រៀននៅក្នុងសម័យនេះតែមិនមែនជាដែលបង្រៀននៅក្នុងដំណើរល្អរបស់ព្រះទេ And their doctrine does not agree with the Bible. ហើយគោលទីរបស់គេនោះឯងក៏មិនស្របទៅនឹងព្រះបន្ទូលរបស់ព្រះអង្គដែរ But if you don't examine their teaching and their doctrine with God's word, they might deceive you.
បងប្អូនប្រសិនបើបងប្អូនបានពិចារណាមើលនោះអ្វីដែលគេបានបង្រៀនយើងទៅនោះហើយគេនឹងបានបញ្ឆោតយើងមកនេះបានហើយ They might lead you away from Jesus ហើយ Christ. ពួកគេនឹងនាំយើងទៅឆ្ងាយចេញពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ And so that's why you must always examine what preachers and teachers are saying. បាទជាបងប្អូននេះបាននេះហើយគឺជាអ្វីដែលបងប្អូនត្រូវតែពិចារណាមើលសញ្ជឹងគិតនៅអ្វីដែលបងប្អូនបានរៀនជាមួយនឹងគ្រូបង្រៀន And compare their teaching with the Word of God. ហើយប្រៀបធៀបទៅនឹងព្រះបន្ទូលរបស់ព្រះ And this is one of the reasons why it's important to have a copy of the Bible with you when we worship. បាទជាបងប្អូននេះបានជារឿងសំខាន់សម្រាប់យើងនៅពេលដែលយើងមកបានបង្គំប្រាំបងប្អូនគួរតែត្រូវតែកាន់គម្ពីរមកជាមួយដើម្បីនឹងទៀងទាត់មើល Because as the pastor is preaching, you can compare what they are saying with God's Word. ពីព្រោះនៅពេលដែលគ្រូអធិប្បាយបងប្អូនអាចនឹងប្រៀបធៀបនៅអ្វីដែលគាត់បាននិយាយនៅក្នុងអធិប្បាយនោះតើវាត្រូវទៅនឹងព្រះបន្ទូលរបស់ព្រះអង្គអត់ And so I want to encourage you, bring your Bible with you when we worship. បាទជាបងប្អូនអើយសូមលើកទឹកចិត្តទទួលថាសូមនាំសូមកាន់យកព្រះគម្ពីរមកបានបង្គំជាមួយ So that you can search the Scriptures, examine the Scriptures. ដែលបងប្អូនអាចនឹងបើកមើលសញ្ជឹងគិតមើលទៅនឹងព្រះបន្ទូលរបស់ព្រះដែលព្រះអង្គបានបន្ទូល Yeah, that's the second way to receive God's នេះ Word. គឺជាចំណុចទី And then our third point. 2ឥឡូវចំណុចទី Okay. Third is receive God's Word daily. 3ទី3គឺការទទួលព្រះបន្ទូលរបស់ព្រះរាល់តែថ្ងៃ Okay. If you look at verse 11, បើយើងមើលក្នុងខ11 this verse tells us how often the Bereans searched the Scriptures. យើងឃើញថាក្នុងខនោះប្រាប់ថាតើពួកបេរានោះឯងគេទទួលព្រះបន្ទូលរបស់ព្រះយើងយកបណ្ណាក្នុងជីវិតរបស់គេ Okay. It says they searched the Scriptures daily to find out whether these things were so. នៅក្នុងព្រះបន្ទូលថាម៉េចគេពិចារណាមើលគម្ពីររាល់ថ្ងៃឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ Okay. So usually Paul would go to the synagogues on the Sabbath day. គេថាជាទូទៅលោកពងបតែងតែទៅសាលាប្រជុំនៅថ្ងៃសុក្រសម្រាប់ Okay, and on the Sabbath day he would preach and teach about Jesus. ហើយនៅថ្ងៃសុក្រសម្រាប់នោះឯងគឺតែងតែបង្រៀនអំពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ But when the Sabbath day was over, the Bereans still wanted to learn more. ប៉ុន្តែនៅពេលថ្ងៃយប់សាលាបានបញ្ចប់ទៅពួកបេរានោះឯងគឺនៅតែចង់ស្ដាប់ឮព្រះបន្ទូលព្រះអង្គថែមទៀត Okay. So even though the Sabbath was over, បើទោះបីជាថ្ងៃយប់សម្រាប់ចប់ក៏ដោយ right, they didn't put their Bibles away and let them sit on the bookshelf. គេអាចបានយកព្រះគម្ពីររបស់គេយកទៅដាក់លើសភៅទេអត់ទេ No, what did they do? តែពួកគេធ្វើអី On Monday, they examined the Scriptures. គេបានសញ្ជឹងគិតពិចារណានៅព្រះបន្ទូលរបស់ព្រះ And then on Tuesday, they examined the Scriptures again. ថ្ងៃអង្គារគេនៅតែបន្តការដែលសញ្ជឹងគិតលើព្រះបន្ទូលព្រះអង្គម្ដងទៀត And then Wednesday and Thursday and Friday, they continued to search the Scriptures. ថ្ងៃពុធក៏ហោះសុកក៏ដោយគេនៅតែសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះបន្ថែមទៀតដែរ Every single day, they would examine God's Word. អញ្ចឹងបងប្អូនរាល់ថ្ងៃគឺពួកគេតែសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះអង្គរាល់តែថ្ងៃ Right? They would reflect, they would think about Paul's sermon from the last Sabbath day. គឺគេបានឆ្លុះបញ្ចាំងទៅនឹងសេរីអធិប្បាយដែលលោកប៉ូលបានអធិប្បាយនៅថ្ងៃជប់សម្រាប់នោះឯងគឺគេយកមកសញ្ជឹងគិតរាល់ថ្ងៃហ្នឹងឯង And then they would prepare themselves to hear God's Word on the next Sabbath. ហើយគេនឹងត្រៀមចិត្តរបស់គេដើម្បីទទួលយកព្រះបន្ទូលព្រះអង្គនៅថ្ងៃជប់សម្រាប់បន្តទៀត And what is important to see is they had a daily relationship with God's Word. អញ្ចឹងបងប្អូនតើវាសំខាន់យ៉ាងណានៅពេលដែលពួកគេមានទម្លាប់ក្នុងការដែលទំនាក់ទំនងជាមួយនឹងព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះរាល់ថ្ងៃនោះឯង God's Word was part of their daily routine. អញ្ចឹងបងប្អូនព្រះបន្ទូលរបស់ព្រះអង្គគឺជាអាហារបំពន់សម្រាប់យើងជាប្រចាំថ្ងៃ Why did they study God's Word every day? ហើយនេះបានជាពួកគេរៀនព្រះបន្ទូលរបស់ព្រះអង្គរាល់ថ្ងៃហេតុអី Let me ask you a different question. ឥឡូវសូមសួរសំណួរផ្សេងពីហ្នឹងទៅ Do you eat food every day? បងប្អូនញ៉ាំបាយរាល់ថ្ងៃអត់ទេ Okay, raise your hand if you eat food every day. សូមលើកដៃញ៉ាំរាល់ថ្ងៃ Okay. Why do you eat food every day? ហើយនេះបានជាញ៉ាំបាយរាល់ថ្ងៃហេតុអី Why don't you eat food only one time per week? ឥឡូវហើយនេះបានជាបងប្អូនមិនញ៉ាំបាយម្ដងមួយទឹកតែម្ដងបានហើយហើយនេះមិនញ៉ាំអញ្ចឹងទៅ Well, the answer is easy. ចម្លើយងាយមែនតើ
Okay? Because your body needs energy and nourishment and strength every single day. ពីព្រោះរូបកាយរបស់យើងត្រូវការថាមពលត្រូវការប្រូតេអ៊ីនត្រូវការអាហារបំពន់ដើម្បីធំលូតលាស់រាល់ថ្ងៃហ្នឹង Right? If you only eat food once per week, បើសិនមកយើងញ៉ាំអាហារម្ដងតែមួយសប្តាហ៍តែម្ដងវិញ you will be hungry and tired throughout the week. បងប្អូននឹងហេវនឹងអស់កម្លាំងពេញមួយសប្តាហ៍តែម្ដង And so we eat food every day so that we have strength and energy for every day. តែបានជាយើងញ៉ាំបាយរាល់ថ្ងៃដើម្បីយើងមានកម្លាំងមានថាមពលរាល់ថ្ងៃ And in the same way, if you want to be spiritually healthy and strong, បាទជាបងប្អូននៅដូចគ្នាបើសិនមកយើងចង់មានសុខភាពល្អខាងវិញ្ញាណរបស់យើងហើយយើងនឹងមកនោះ then you can't read God's word only once per week. គឺបងប្អូនមិនគួរណាអានព្រះបន្ទូលរបស់ព្រះម្ដងក្នុងមួយសប្តាហ៍ទេមិនគួរទេ You need to spend regular time in the word of God. បងប្អូនត្រូវតែចំណាយពេលអានព្រះបន្ទូលរបស់ព្រះអង្គរាល់តែថ្ងៃនោះឯង In order to take care of your soul. គឺដើម្បីយើងអាចនឹងថែរក្សាវិញ្ញាណរបស់យើងព្រលឹងរបស់យើង And so, brothers and sisters, here is my challenge for you. បាទជាបងប្អូនប្រុសស្រីនេះគឺជាការជំរុញសម្រាប់បងប្អូនទាំងអស់គ្នានៅទីនេះ Make a commitment to read and study God's word every day. សូមបដិញ្ញាចិត្តក្នុងការដែលអានព្រះបន្ទូលរបស់ព្រះអង្គហើយរៀនព្រះបន្ទូលរបស់ព្រះអង្គរាល់តែថ្ងៃ Just like the Jews in Berea. ដោយពួកយូដានៅឯបេរ៉ាចឹងឯង The word of God is your spiritual food. បាទជាបងប្អូនអើយព្រះបន្ទូលរបស់ព្រះអង្គគឺជាអាហារខាងឯវិញ្ញាណ It provides strength to your soul. គឺជាអាហារដែលផ្ដល់កម្លាំងឲ្យយើងខាងឯវិញ្ញាណ So don't eat spiritual food only one time per week or one time per month. បងប្អូនអើយសូមកុំទទួលទានអាហារខាងវិញ្ញាណមួយដងក្នុងមួយខែឬក៏មួយដងក្នុងមួយសប្តាហ៍ឡើយ Okay? Eat your spiritual food every day. សូមអានអាហារសូមទទួលទានអាហារខាងវិញ្ញាណរបស់យើងរាល់តែថ្ងៃ It doesn't have to be very long. បងប្អូនជាការពិតវាមិនចំណាយពេលវែងទេ Okay? 5 or 10 minutes is a good start. គឺការចាប់ផ្ដើមល្អមែនទេគឺចាប់ផ្ដើមតែ5ឬ10នាទីបានហើយ The truth is, many of us spend multiple hours on our phones ជាការពិត every day. យើងតែងតែចំណាយពេលច្រើនម៉ោងមែនទែននឹងគាត់តែមើលទូរស័ព្ទប្រចាំថ្ងៃ And if we spend 2 or 3 hours on our phones every day, ហើយបើយើងចំណាយពេល2ឬ3ម៉ោងក្នុងការមើលទូរស័ព្ទក្នុងមួយថ្ងៃ then we have time to read our Bibles for 5 or 10 minutes every នឹង day. ខ្ញុំជឿថាយើងមានពេលអានព្រះបន្ទូលរបស់ព្រះអង្គ5ឬ10នាទីបានហើយ There was once a Chinese Christian មានពាក្យស្លោករបស់ព្រះបរិស័ទជនជាតិចិនម្នាក់ Okay, he created this motto or slogan to help himself prioritize God's word. គាត់បានបង្កើតបាវចនាឬក៏ពាក្យស្លោកនោះឯងសម្រាប់លើកទឹកចិត្តរបស់គាត់ Okay, he said this: no Bible, no breakfast. គាត់និយាយថាចេះស្នាមណាអត់មានព្រះគម្ពីរអត់មានអាហារពេលព្រឹកមានថាអត់អានគម្ពីរទេអត់ញ៉ាំអាហារពេលព្រឹក Right, and so in other words, he would not eat breakfast until he first spent time reading his Bible. គឺមានន័យថាគាត់នឹងមិនញ៉ាំអាហារពេលព្រឹកទេប្រសិនបើគាត់មិនបានអានព្រះបន្ទូលរបស់ព្រះ Because he knew God's word was so important. ពីព្រោះគាត់ដឹងថាព្រះបន្ទូលរបស់ព្រះអង្គគឺសំខាន់មែនទែន And he wanted to prioritize it in his life. ហើយគាត់ចង់ឲ្យវាជាអាទិភាពសម្រាប់ជីវិតរបស់គាត់នោះឯង Right? Maybe today we could say no Bible, no phone. ថ្ងៃឥឡូវនេះឯងយើងប្របែករូបមន្តថាម៉េចបើអត់អានគម្ពីរទេអត់មើលទូរស័ព្ទ Okay. Before we look at our phones, before we play on Facebook, មុនពេលដែលយើងមើលទូរស័ព្ទមុនពេលដែលយើងមើលទៅ Facebook we want to spend time reading God's word. គឺយើងត្រូវការចំណាយពេលអានព្រះបន្ទូលរបស់ព្រះសិន Now, this is not a law or requirement that I'm giving you. បងប្អូននេះមិនមែនជាច្បាប់ឬក៏ជាតម្រូវដែលខ្ញុំការតម្រូវដែលខ្ញុំផ្ដល់ឲ្យបងប្អូនទេមិនមែនទេ It's not a sin. មិនជាធ្វើបានទេ It's not a sin to look at your phone or to eat breakfast before you read the Bible. មិនមែនជាធ្វើបានតែយើងមើលទូរស័ព្ទឬក៏មិនមែនជាធ្វើបានតែយើងញ៉ាំបាយមុនដែលយើងមើលព្រះគម្ពីរទេ
But the point is, God's word is important. ប៉ុន្តែចំណុចសំខាន់គឺថាព្រះបន្ទូលរបស់ព្រះសំខាន់មែនទែន And I want you to think about how you can prioritize God's word in your ហើយ life. ខ្ញុំចង់បងប្អូនឲ្យអត្តភាពទៅលើការអានព្រះបន្ទូលរបស់ព្រះប្រចាំថ្ងៃ So here in this passage, 3 ways to receive God's អត់ word. បច្ចុប្បន្ននេះគឺជា3ចំណុចដែលយើងទទួលព្រះបន្ទូលរបស់ព្រះជំនួស Okay. First, we receive God's word with readiness. ទី1នោះគឺការទទួលព្រះបន្ទូលព្រះអង្គដោយប្រុងប្រៀប Second, we receive God's word with examination. ទី2គឺការទទួលព្រះបន្ទូលព្រះអង្គដោយការពិចារណាមើល And then third, we receive God's word daily. ទី3គឺការទទួលព្រះបន្ទូលរបស់ព្រះរាល់ថ្ងៃ And finally, I want you to notice the result, the outcome when we receive God's word like this. ជាលទ្ធផលតើមានឯកាលណាដល់ពេលដែលយើងទទួលព្រះបន្ទូលព្រះអង្គ3របៀបហ្នឹងឯងមានឯកាលណា Look at the final verse of our passage, verse 12. អូខេយើងមើលខ12ចុងក្រោយ It says, therefore, many of them believed, and also not a few of the Greeks, prominent women as well as men. ខ12ថាម៉េចដូច្នេះមានពួកគេនិងពួកសាសក្រិចជាអ្នកមុខអ្នកការជាច្រើនបានជឿក៏មានប្រុសក្រែដែរ So what was the result? តែអ្វីទៅជាលទ្ធផល They believed. They had faith in Jesus Christ. គឺគេជឿគេមានជំនឿចំពោះព្រះម្ចាស់ព្រះយេស៊ូវ And this is one of the reasons why we need to have a close relationship with God's word. បានជានេះជាហេតុផលដែលយើងត្រូវមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គនោះឯង Because God's word leads to faith ពីព្រោះព្រះបន្ទូលរបស់ព្រះអង្គបាននាំឲ្យយើងមានជំនឿ and strengthening our faith. ហើយលើពីនោះគឺចម្រើនកម្លាំងចម្រើនជំនឿយើងផងដែរ Listen to what the Apostle Paul says in Romans 10, verse 17. ឥឡូវយើងមើលលោកបងដែលជានៅក្នុងខរ៉ូពេកពីរ៉ូចំពោះ10ខ17 He says, so faith comes from hearing, and hearing through the word of Christ. ដូច្នេះសេចក្តីជំនឿការឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះ And so, brothers and sisters, បាទជាបងប្អូនប្រុសស្រីអើយ if you are here today and if you don't have faith in Jesus yet, បាទជាប្រសិនបងប្អូនបានឮថ្ងៃនេះហើយបងប្អូនមិនទាន់បានមានជំនឿចំពោះព្រះម្ចាស់ព្រះយេស៊ូវនៅឡើយទេ or if you want to grow in your faith in Jesus, ឬក៏បងប្អូនចង់មានជំនឿឬចម្រើនជាមួយនឹងព្រះម្ចាស់ព្រះយេស៊ូវនោះ here we see one of the keys to faith. នេះឯងគឺជាគន្លឹះដែលនាំឲ្យយើងមានជំនឿ It's the word of God. គឺជាព្រះបន្ទូលរបស់ព្រះ And so may God help all of us to remember how valuable the word of បាទ God ជាបងប្អូន is. អើយសូមឲ្យព្រះបានជួយយើងបានចងចាំអំពីតម្លៃយ៉ាងណាដែលយើងត្រូវតែចំណាយពេលជាមួយនឹងព្រះបន្ទូលរបស់ព្រះ And may God help each of us to faithfully receive God's word in our daily ហើយ lives. សូមឲ្យយើងអរគ្នាព្រះអង្គជួយយើងមានភាពស្មោះត្រង់ក្នុងការទទួលព្រះបន្ទូលរបស់ព្រះអង្គរាល់ថ្ងៃដែរ Let's pray. យើងថាជាមួយគ្នា Father in heaven, your word is a precious gift to us. ព្រះបិតាអើយព្រះបន្ទូលរបស់ព្រះអង្គគឺជាអំណោយដ៏មានតម្លៃបំផុតសម្រាប់ជីវិតរបស់យើងខ្ញុំ We pray you would forgive us for valuing many other things more than you and your word. ព្រះចាយសូមអរគុណដល់ទូគុំខ្ញុំដែលយើងខ្ញុំបានឲ្យតម្លៃទៅលើរបស់របរផ្សេងៗទៀតនៅក្នុងជីវិតរបស់យើងខ្ញុំជាងឲ្យតម្លៃព្រះបន្ទូលរបស់ព្រះអង្គ Help us to see how valuable your word is. សូមជួយទូគុំខ្ញុំបានមើលឃើញពីតម្លៃនៃព្រះបន្ទូលរបស់ព្រះអង្គជាយ៉ាងណា And may we store it in our hearts every day. ដែលយើងខ្ញុំអាចនឹងដកជាប់ព្រះបន្ទូលរបស់ទ្រង់នៅក្នុងចិត្តរបស់យើងខ្ញុំ We pray for your help in the name of Jesus. ខ្ញុំសូមអធិដ្ឋានដល់ការជួយមកពីព្រះអង្គគឺសូមក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Amen.